គ្នានាងខ្ញុំឈ្មោះថៃម៉ូលីកាជាសិស្សថ្នាក់ទី10នៃវិទ្យាល័យហ៊ុនសែនអូរ៉េងឪថ្ងៃនេះខ្ញុំមកសិក្សារឿងព្រះអាទិត្យថ្មីដែលលើផែនដីចាស់ប្រភពរឿងព្រះអាទិត្យថ្មីដែលលើផែនដីចាស់ការចេញពីដំណើរនយោបាយដែលប្រទេសសហរដ្ឋអាមេរិកនិយមបារាំងប្រភេទរឿងព្រះអាទិត្យថ្មីដែលលើផែនដីចាស់គឺជាស្នាដៃអក្សរសិល្ប៍មួយប្រភេទបែបប្រឡងលោកទំនើបចលនារឿងព្រះអាទិត្យថ្មីដែលលើផែនដីចាស់ជាអក្សរសិល្ប៍ខេមរនិយមការបច្ឆេទរឿងព្រះអាទិត្យថ្មីដែលលើផែនដីចាស់បានតាក់តែងឡើងនៅឆ្នាំ1960ដល់1961អ្នកនិពន្ធដោយលោកសឿនសរិនកើតនៅថ្ងៃទី9ខែកក្កដានៅសង្កាត់ជ្រៃស្រុកសង្កែបាត់ដំបងជាស្នាដៃរបស់លោកគឺរឿងព្រះអាទិត្យថ្មីដែលលើផែនដីចាស់ដែលបានជាប់លេខ1រង្វាន់អន្តរទេវីលើកទី1អង្គក្នុងរឿងព្រះអាទិត្យថ្មីដែលលើផែនដីចាស់មានសន្និយោវកសិករនិងកម្មករសោយរកប្រពន្ធរបស់សំតាសានម្ចាស់កើអ្នកស្រីគុណនាងម្ចាស់ស៊ីក្លោសៅមេកោចောက်ប្លន់តកាយហប់ជាតកាយមានចិត្តស្មុគគ្រោកំពីអ្នកដតីនៃម៉ៃនឹងបានប្រភពរបស់សំនឹងសោយអ្នកទោសជាប់គុកថប់អ្នកទោសសួរកបរាកូនជួយគុកអ្នកមានចិត្តសប្បុរសសិភ័យនេះវិមាឈ្មោះកាន់មានចិត្តសប្បុរសតកាយសេងលីម្ចាស់ឧស្សាហកម្មសបូសេងហងមួយតកាយសេងលីទាំងអានកូនតកាយសេងលីគ្រូពេទ្យនារីគ្រូពេទ្យចរក្រឃើញនៅប្រាក់យាយប៉ែងយាយប៉ោឈ្មោះតាមភូមិយ៉ែងតំណាងរាបោកប្រាស់ធ្វើប្រជាកិច្ចតុមកលើពួកកម្មករដើម្បីបានក្បត់ពាក្យសន្យាលោករដ្ឋមន្ត្រីថ្មីនៃក្រសួងមួយងារប៉ូលីសទូចំពោះព្រឹត្តិការណ៍សំខាន់នៅក្នុងរឿងព្រះអាទិត្យថ្មីរាំងលើដែនដីចាស់បានបង្ហាញអំពីសម័យនិគមនិយមបារាំងក្នុងបញ្ហានេះក៏បង្ហាញអំពីបញ្ហាដែលតកតងទៅនឹងសុខសុវត្ថិភាពរបស់ប្រជានារីខ្មែរនៅក្នុងស្រុកខ្មែរដោយពោពេញទៅដោយការចលកម្មលួចឆាប់ប្លន់និងការគំរាមកំហែងរបស់ពួកអាណានិគមនិយមបារាំងលើពីនេះក៏បានបង្ហាញពីសម័យឯករាជ្យដែលដឹកនាំដោយសម្ដេចនរោត្តមសីហនុក្នុងសម័យនោះក៏បានបង្ហាញអំពីភាពរីកចម្រើនរបស់ប្រជាជនរស់នៅក្នុងជីវភាពធូរធារនិងទីក្រុងនៅប្រកបដោយភាពរៀបថែមទាំងមានសិទ្ធិសេរីភាពគ្រប់គ្រាន់សំគឺជាយុវកសិករដែលកំព្រាឪពុកម្ដាយនិងមានប្រពន្ធម្នាក់ឈ្មោះនាងសយដែលកំព្រាឪពុកម្ដាយដូចគ្នាដែលភាពក្រីក្រអ្នកទាំងពីរបានទៅភ្នំពេញដើម្បីប្រកបរបរធាក់ស៊ីក្លូពេលទៅដល់ភ្នំពេញសំធាក់ស៊ីក្លូបញ្ច្រាស់ទៅក៏បានត្រូវប៉ូលីសផាប៉ុន្តែពុំមានប្រាក់បង់ថ្លៃពិន័យទេចំណែកអ្នកស្រីកុំនាងវិញក៏បានស្ដីបន្ទោសនឹងដកហូតស៊ីក្លូឡើងឲ្យធាក់តាសានក៏បានបណ្ដេញអ្នកទាំងពីរចេញពីខ្ទមពីព្រោះអ្នកទាំងពីរគ្មានលុយបង់ថ្លៃឈ្នួលមុននឹងចាត់ចេញពីខ្ទមដល់កំសត់សាស្ត្រជាមេក្រុមចៅក៏បានបបួលសំឲ្យទៅធ្វើសកម្មភាពជាមួយខ្លួនប៉ុន្តែសំមិនព្រមទៅជាមួយទេសំប្រកាសភាពយុត្តិធម៌ជាអ្នកទាំងពីរក៏បានទៅរស់នៅតាមសញ្ញាព្រះវិហារលោកសង្ឃវត្តយួនទួលប្រស្រីពេលនោះយាយចាស់ម្នាក់បាននាំនាងសយចូលទៅបម្រើការងារនៅផ្ទះថៅកែហុកដែលមានការយល់ព្រមពីសំជាប្តីផងដែរនៅយប់មួយដែលមានភ្លើងធ្លាក់យ៉ាងខ្លាំងថៅកែហុកបានចូលទៅចាប់រំលោភនាងសយយ៉ាងសាហាវព្រៃផ្សែងដោយមានការឈឺចាប់យ៉ាងខ្លាំងពេលនោះនាងសយបានទៅរកមិត្តចក្ររៀនរបស់ប្តីនាងគឺនាយម៉ៃនិងនាងមុំលោកហើយក៏បានជួបប្រពន្ធរបស់ខ្លួនហើយក៏បានដឹងថាថាការហុកធ្វើអំពើបង្កប់បីមកលើប្រពន្ធរបស់ខ្លួនទោះបីជាប្រពន្ធនិងមិត្តភក្តិខុសយ៉ាងណាក៏ដោយក៏សំនៅតែមានបំណងចង់សម្រាប់ថៅកែហុកលុះដល់យប់ឡើងសំក៏បានចូលទៅសម្លុតថៅកែហុកដោយទាំងកំហឹងរបស់ខ្លួនតែត្រូវបានចាញ់កលល្បិចរបស់ថៅកែហុកក៏បានបញ្ជូនទៅគុកធំគេតុលាការចាប់ទុកឲ្យកាត់ទោសឲ្យជាប់គុករយៈពេល3ខែបន្ទាប់ពីសំជាប់គុកនាយសយនិងនាងមុំក៏បានទៅសួរសុខទុក្ខនៅឯថ្ងៃអាទិត្យនៅឯគុកធំដោយភាពខ្សឹបខ្សួរជំរាបសួរខ្ញុំមានឈ្មោះថាទេសកុនថៃលីសាពេលសូមជាប់គុកសូមត្រូវបានបពុជាប់គុកមុនមានឈ្មោះថាសួរហួសនិងក្រុមអនុរិយបានវាយធ្វើបាបដែលគ្មានការពិចារណាឡើយក្រោយមកបានស្ដាប់ការណែនាំអប់រំពីผู้ជួយគុកសូមនឹងសយក៏ត្រូវបានម៉ៃជួនទៅផ្ទះនៅជិតវត្តមហាមន្ត្រី
ថ្ងៃបន្ទាប់មកក៏ទទួលបានស៊ីក្លូពីសិទ្ធិនេះមេម៉ាយចិត្តអម្នាក់មានឈ្មោះថាយាយកានពេលសូមចេញទៅរកប្រាក់ត្រូវបានឡានបុកសម្រាប់បាត់ស្មារតីនិងត្រូវដឹកទៅមន្ទីរពេទ្យព្រះកែវនីតិរួចពីគ្រោះថ្នាក់សូមបានទៅធ្វើការនៅរោងឧស្សាហកម្មសាប៊ូសែនអានដែលជាកូនចៅរបស់ថៅកែសេងលីត្រូវទៅមើលការនៅហុងកុងថៅកែសេងលីក៏បានតែងតាំងមួយលោកមានឈ្មោះថាសេងហុងឲ្យនៅមើលការជំនួសពេលសូមធ្វើការត្រូវខ្ញុំបានមិនដេញសូមចេញដោយសារតែសូមមិនបានស្ដាប់តាមបញ្ជារបស់សេងហុងសូមទៅធ្វើការកន្លែងណាក៏ដូចជាកន្លែងណាដែរត្រូវម្ចាស់កន្លែងគេដេញចេញរហូតសូមហើយសូមក៏ពោលថាតទៅមុខលែងមិនដែរឲ្យពួកអ្នកនយោបាយមានកម្មករស្គាល់ច្រើនសូមក៏បានបង្កើតសមាគមកម្មករមួយហើយក្រោយមកត្រូវបានអ្នកនយោបាយបោកប្រាស់ធ្វើជាឈ្នន់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអ្នកជាប់ឆ្នោតតំណាងរាស្ត្រថ្មីនេះបន្ទាប់ពីជាប់ឆ្នោតហើយក៏ធ្វើជាលែងទទួលស្គាល់អ្នកដែលធ្លាប់ជួយខ្លួនពីមុនហើយសូមក៏នឹកពោលថាតទៅមុខលែងបណ្ដាយឲ្យអ្នកនយោបាយបោកប្រាស់ខ្លួនទៀតហើយសូមនឹកមួយម៉ៃថានឹងអ្នកនយោបាយវាខ្លាយទៅជាអ្នកនយោបាយទេតាសយញៀនក៏គ្មានលុយទិញថ្នាំសង្កូវផឹកសូមក៏ត្រូវទៅពឹងគ្រូពេទ្យនារីឲ្យជួយប៉ុន្តែមិនបានសម្រេចញៀងសយក៏បានស្លាប់ក្នុងពេលសម្រាលនោះទៅបន្ទាប់ពីប្រពន្ធបានស្លាប់ទៅសងទៅប្រពន្ធរបស់ជាអ្នកថាទីខ្លដដែលតែមិនសមប្រកបសងក៏បានទៅពឹងពាក់លោកជេងដែលជាតំណាងរាស្ត្រដែលខ្លួនបានជួយកាពីបោះឆ្នោតលោកមុនតែលោកជេងបែរជាធ្វើមិនស្គាល់សំទៅវិញដោយតាំងពីពេលនោះមកសងរកខ្លាជាចលនាថាក្នុងទីលំនៅខ្លះលាស់ក្នុងអ្វីសម្គាល់ខ្លួនគឺទៅត្រូវប៉ូលីសចាប់ទៅឃុំពី3ថ្ងៃទៅ10លែគ្មានអាហារមួយឬឃុំនៅគ្មានទីលំនៅច្បាស់លាស់សងក៏សម្រាប់ចិត្តប្រគំរបរជាអ្នកឆ្លងតែដែលមានការបំភ្លឺនិងការណែនាំពីមីសងក៏បានចូលនិងយ៉ាងរបស់តែផងទាំងប្រមាណប្រកបតាមការដើមវិញតែលោកអញ្ញាសម្បូរសម្បត្តិនឹងយកក្រុមក៏ចាប់បញ្ជូនសំទៅភ្នាក់ងារប៉ូលីសដាក់គុំ6ខែគឺបន្ទាប់ពីសំចេញពីគុំវិញក៏បានដាក់ចូលក្នុងសត្រូវឡានរបស់លោករដ្ឋមន្ត្រីវ័យក្មេងមកហើយលោករដ្ឋមន្ត្រីវ័យក្មេងក៏បាននាំសំទៅមន្ទីរពេទ្យហើយប្រាប់សំឲ្យទៅរកលោក8ខានហើយថែមទាំងឲ្យប្រាក់សំណងសំចំនួន500រៀលតែសំបីជាបកកាយមិនទទួលយកប្រាក់នោះតែសូមឲ្យលោករដ្ឋមន្ត្រីជួយរកការងារឲ្យខ្លួនព្រោះភើលោករដ្ឋមន្ត្រីវ័យក្មេងបាននាំសំទៅនៅថែផ្ទះលោកសំធ្វើឲ្យសំបានសុខកាយសប្បាយចិត្តតាពីពេលនោះមកក្រោយពីប្រទេសទទួលបានឯករាជ្យវិញសំក៏បានវិលមកប្រកបរបរជាកសិករនៅឯស្រុករបស់ខ្លួនវិញយ៉ាងមានសុភមង្គលប្រធានរឿងព្រះអាទិត្យថ្មីដល់ផែនដីចៅដំណើររឿងឃើញថាប្រធានរឿងតកតងទៅនឹងវាសនាតោកយៈក្រីក្ររបស់កសិករក្រមអាណានិគមរបស់នាយតុននិងមេគាដឹកនាំភើស្លាមរបស់សម្ដេចឪដល់មុខបញ្ហារឿងវិញរឿងព្រះអាទិត្យថ្មីដល់ផែនដីចាស់និយាយពីការតស៊ូលើជីវភាពនិងផ្អែកទៅលើឧត្តមគតិរបស់អ្នកក្រីក្រក្រោមរស្មីរបស់សង្គមរាស្ត្រនិយម3ឧត្តមគតិរឿងនៅក្នុងរឿងព្រះអាទិត្យថ្មីដែលលើផែនដីចាស់បានបង្កប់នៅឧត្តមគតិរឿងជាច្រើនដូចជាបានបង្រៀនឲ្យមនុស្សគ្រប់រូបចេះស្រឡាញ់ប្រយោជន៍រួមបណ្ដុះស្មារតីយុវជនគ្រប់រូបឲ្យចេះស្រឡាញ់ជាតិមាតុភូមិឬហ៊ានលះបង់នៅប្រយោជន៍ផ្ទាល់ខ្លួនដើម្បីជាតិមានចិត្តស្មោះស្ម័គ្រចំពោះគ្នាទៅវិញទៅមកកុំប្រកាន់វណ្ណៈពណ៌សម្បល់សាសនាសញ្ជាតិកុំមានចិត្តខឹងឆៅឆាវលឿនពេកមុននឹងធ្វើអ្វីមួយគួរតែមានការគិតពិចារណាឲ្យបានវែងឆ្ងាយនិងលម្អិតបោះបង់ភាពសង្ស័យដោយជ្រើសរើសយកការបោះស្រាយបញ្ហាដោយរវាងគ្នាកុំមានចិត្តឆាប់ខឹងស្រោបបានលឿនពេកធ្វើជាមនុស្សឲ្យត្រូវធ្វើជាមនុស្សឲ្យមានភាពជឿជាក់ចំពោះគ្នាទៅវិញទៅមកបង្រៀនឲ្យមនុស្សមានសេចក្តីតស៊ូបង្រៀនមនុស្សឲ្យចេះស្អប់ខ្ពើមអបាយមុខជាមនុស្សសោកប៉ាន់កុំប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមឬល្មើសច្បាប់ដែលប៉ះពាល់ដល់អ្នកដទៃនិងសង្គមជាតិប្រទេសជាតិមួយដែលមានការរីកចម្រើននិងប្រជាជនរស់នៅដោយសេចក្តីសន្តិភាពរស់នៅដោយមានសេចក្តីរុងរឿងក៏ដោយសារតែអ្នកដឹកនាំដែលល្អប្រទេសជាតិមួយដែលមានការរីកចម្រើនក៏ដោយសារតែ
ប្រជាជនមានចំណេះដឹងនិងមានសុជីវធម៌ល្អបញ្ញាវិធីគឺជាវិធីដែលអ្នកនិពន្ធប្រើប្រាស់នៅពាក្យពេចន៍លាយចម្រុះដូចជាពាក្យសាមញ្ញខ្មែរស៊ីខ្ញុំមិញជាដើមពាក្យពេចន៍រឿងនេះជាប្រឡងរូបបើទំនើបខ្មែរអ្នកនិពន្ធប្រើពាក្យសម្ដីសាមញ្ញអ្នកស្រុកធម្មតា សរុបមករឿងនេះបានធ្វើឲ្យអ្នកអានអ្នកសិក្សាចាប់អារម្មណ៍ទៅលើអំពើបំពេញបំពេញអំពើអមនុស្សធម៌របស់អ្នកមានថៅកែអ្នកកាន់អំណាចពេលអ្នកសកាជាតិអមនុស្សធម៌នឹងធ្វើតាមតែកម្លាំងទឹកប្រាក់នៅតាមភាសារយៈពួកអាណានិគមគ្មានជួយអ្វីដើម្បីជាប្រយោជន៍ជាតិមួយចំណុចទៀតអ្នកនិពន្ធបានអាចតម្លៃទៅលើគំរូវិសាមភាពនៃសម័យសង្គមរាជនិយមដែលមានអង្គសម្ដេចឪជាប្រមុខដែលបានធ្វើឲ្យរីកចម្រើនគ្រប់វិស័យនិងប្រជាជនរស់នៅបានសុខសាន្តដែលខុសឆ្ងាយពីជីវភាពនៃសម័យសង្គមរាជនិយម